សូមជម្រាបសួរដល់ពួកបងប្អូនទាំងអស់ដោយថាបរិសុទ្ធដែរខ្ញុំឈ្មោះពោចពេជ្រជាអ្នកគ្រីស្ទានម្នាក់បើបងប្អូនជាអ្នកគ្រីស្ទានឬពួកគ្រីស្ទានដែរសូមខមមិនថាអាមែននៅវីដេអូមុនខ្ញុំបានធ្វើវីដេអូដែលព្រះយេស៊ូវជាផ្លូវជាស្ដីពិតហើយជាជីវិតព្រះយេស៊ូវជាបរិយាបុត្រនៃព្រះហើយក្នុងវីដេអូនេះគឺព្រះយេស៊ូវជាព្រះអង្គសង្គ្រោះថ្ងៃនេះខ្ញុំមានបទគម្ពីរនៅក្នុងសញ្ញាចាស់និងក្នុងសញ្ញាថ្មីមកជួបបងប្អូនដើម្បីបានអានជាមួយគ្នាដូច្នេះសូមចូលទៅកាន់បទគម្ពីរនៅក្នុងសញ្ញាចាស់គឺកាន់គម្ពីរទំនុកដំកើងចំពុក18ខ2ដែលបានចែងថាព្រះយេហូវ៉ាទ្រង់ជាថ្មដាជាបន្ទាយហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំគឺជាព្រះនៃទូលបង្គំជាថ្មដាដែលទូលបង្គំយកជាទីពឹងក៏ជាខែលជាស្នែងនៃសេចក្តីសង្គ្រោះរបស់ទូលបង្គំហើយជាប៉មយ៉ាងខ្ពស់ផងមួយវិញទៀតគឺនៅក្នុងកាន់គម្ពីរសញ្ញាថ្មីកាន់គម្ពីរលូកាចំពុក2ខ11ដែលបានចែងថាបិទនៅថ្ងៃនេះមានព្រះអង្គសង្គ្រោះមួយអង្គប្រសូតដល់អ្នករាល់គ្នានៅក្រុងលូណាវីតគឺជាព្រះគ្រីស្ទដ៏ជាព្រះអង្គម្ចាស់សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណនិងសេចក្តីសុខសាន្តអំពីព្រះដ៏ជាព្រះវរបិតានៃយើងហើយអំពីព្រះម្ចាស់យេស៊ូវគ្រីស្ទវាជាការសំខាន់ណាស់ដែលស្គាល់ព្រះយេស៊ូវគ្រីស្ទដែលយើងជឿតាមថាទ្រង់ជានរណានៅក្នុងជីវិតរបស់យើងម្នាក់ហើយរស់នៅតាមដែលទ្រង់បានបង្ហាញអង្គទ្រង់នៅក្នុងយើងសូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណនិងសេចក្តីសុខសាន្តអំពីព្រះដ៏ជាព្រះវរបិតានៃយើងហើយអំពីព្រះម្ចាស់យេស៊ូវគ្រីស្ទអាមែន